គេស្រឡាញ់ប្រុសមែនតែនគេមិនមែនមើលអាណាលៀបសក់ក្រហមពាក់កបិល2 3ស្លៀកខោលហែកនឹងទេគេរើសមើលអាណាដែលចរិតល្អដឹងចាស់ដឹងទុំចេះរស់ស៊ីចេះធ្វើការឯនោះទេប៉ុន្តែមកពីយើងអត់បានរៀនច្បាប់ប្រុសទៅចាប់ប្លង់ខុសខំលៀបសក់ឲ្យក្រហមលៀបម្សៅដូចស្រីដាក់ក្រែមស្លៀកខោលហែកក៏លោកមានស្រីស្រឡាញ់បានហើយគេថានាងរត់រអ្នកអាខាតលក្ខរត់របាក់អន្សាបើជិមទីរត់រអកញ៉ាបើទេពធីតារត់រទេវបុត្រទេពធីតារត់រស្ដាជាចែអញ្ចឹងអ្នកដែលនិយមភាពហឺហាដល់លបានគ្នាសុទ្ធអាប្រភេទនងដូចគ្នានឹងឯងឆ្លោះតែគ្នានឹងឯងកាមមិនតាន់មកដៃផងឆ្លោះគ្នាបាត់ហើយបើដល់គេអ្នកប្រឹងរស់ស៊ីត្រឹមត្រូវគេពិនិត្យមើលពីចំណេះដឹងខាងស្រីគេមើលអរិយាខាងប្រុសគេមើលចំណេះដឹងនិងភាពឧស្សាហ៍ព្យាយាមអានឹងបានហើយរូបរាងសបកក្រៅវាមិនជាអីប្រមាណទេគ្មានពីណាកិច្ចផុតពីអានិច្ចំឯណាញោមណាតែយើងចាស់ទៅស្បែកពណ៌សបល់វានឹងដូរពណ៌តាមនឹងហើយបើចេះចិត្តស្រឡាញ់ឯនោះទេដែលវាល្អមែនតើណាញោមចឹងបានប្រពុតលោកទ្រង់សម្ដែងឲ្យមនុស្សយើងចេះយោគយល់គ្នាចឹងបានមានរឿងស្ត្រីនឹងចេះគេថាខឹងខុសខឹងខាតខឹងខូចនៅជាមួយម្នាក់ឯងនៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នពាក្យសម្ដីនឹងសំខាន់ហើយនឹងការឆេវឆាវខឹងខុសខឹងខាតខឹងខូចខឹងមួយផ្លែតខូចការគេនិយាយពីការពិចារណាសិនអានឹងទើបមិនតន់យឺតពេលទេពេលនោះឯងមានប្តីប្រពន្ធ2នាក់ទៅរស់ស៊ីឲ្យប្រពន្ធចាំផ្ទះប្រពន្ធនៅចាំផ្ទះអានឹងរឿងរបស់ចិនប្តីទៅបាត់ទៅមកពីរស់ស៊ីវិញចូលរត់ទិញអីដាក់ផ្ទះស្រាប់តែឃើញថោផ្កាមួយស្អាតគេសរសេរអក្សរដាក់នឹងថោនឹងថាបើសិនជាយើងខឹងអីអត់ធ្មត់សិនទៅក៏មិនទាន់យឺតពេលដែរកុំអាលគិតកុំអាលសម្រេចចិត្តអីទាំងខឹងថាអញ្ចឹងអានឹងថោនឹងស្រាប់តែដល់ពេលតថ្លៃទិញទៅវាថ្លៃពេកអត់ហ៊ានទិញក៏មកផ្ទះមកដល់ផ្ទះឃើញស្បែកជើងនៅផ្ទះ2គូប្រុស1គូស្រី1គូចូលមកក្នុងផ្ទះឃើញខោអាវប្រុសនៅនឹងទៀតអើទៅលើក្រែដេកឃើញខ្នើយឃើញខោអាវប្រុសនៅលើក្រែនឹងទៀតខ្លាំងណាស់ប្រពន្ធអញមកតែក្បត់ទាញក្បិតមករកកាប់ហ្មងមករកកាប់ពឹបប្រពន្ធនៅនោះឃើញតែប្តីមកខំអមកសាពះជំរាបសួរប្តីទាញក្បិតខ្វោករកកាប់ប្តីរកកាប់ប្រពន្ធថាបងឯងមានរឿងអីប្តីនឹងនឹកឃើញថាអាពាក្យគេទៅសេនឹងធំមិញថាបើខឹងអីឲ្យទ្រាំបន្តិចសិនទៅក៏មិនទាន់យឺតពេលដែរកុំអាគិតទាំងខឹងកុំអាសម្រេចចិត្តទាំងខឹងអញ្ចឹងទ្រាំបន្តិចសិនទៅកុំអាកាប់សួរសិនយើងប្រុងកាប់នាងហេតុអីបានយើងមិននៅនាងហ៊ានយកប្រុសយកអីមកដេកអីមានស្បែកជើងមានខោអាវបាននាងនឹងប្រាប់ថាខ្ញុំស្រឡាញ់ប្តីណាស់ពេលប្តីទៅបាត់ខ្ញុំចាត់ទុកថាប្តីនៅជាមួយខ្ញុំដាក់ស្បែកជើងឲ្យញាតិគេអ្នកស្រុកមើលថាប្តីនៅនឹងអត់ទៅណាចោលខ្ញុំទេអញ្ចឹងពួកខ្មាំងពួកចោវាអត់ហ៊ានមកបៀតបៀនដោយសារវាយល់ថាប្តីនៅនឹងឃើញខោអាវឃើញស្បែកជើងហើយខ្ញុំដាក់ខោអាវលើក្រែកន្លែងខ្ញុំដេកទាំងខោអាវរបស់មានជារបស់នរណាទេគឺជារបស់បងឯងតាស្បែកជើងបងឯងខោអាវបងឯងតាខ្ញុំចាត់ទុកថាបងឯងនៅជាមួយខ្ញុំជានិច្ចម៉ែទុកឪពុកដាក់មកខ្ញុំមិនលះបង់ទេទោះបីប្តីទៅជាឆ្កែជាឆ្មាក៏នៅតែប្តីខ្ញុំស្រឡាញ់ពេញចិត្តបានប្តីនឹងទម្លាក់ក្បិតព្រុសបើអញកុំតែបានឃើញអាពាក្យនឹងថោនោះដាច់កបាត់លាប្រពន្ធវឹងអញទៅទិញថោនោះឲ្យតលបានទៅទិញថោនោះយកមកទុកលើផ្ទះហ្មងដោយសារពាក្យអប់រំហ្នឹងយើងចេះស្រឡាញ់គ្នាពរជ័យសពបែបយ៉ាងដែលឲ្យអំបញ្ញមាញ់ខាងដើមទាំងអស់តើមនុស្សយើងបានសុខដោយសារពរជ័យសុខពិតប្រកបដោយសារពរជ័យឬការប្រព្រឹត្តដោយសារការប្រព្រឹត្តទេជាលីនិងក្រស្នាការអ្នកឲ្យពរមិនមែនត្រឹមតែប្រសងអាចារ្យប៉ុណ្ណេះទេប្រអិនមកទៀតប្រព្រំមកទៀតមកឲ្យពរទីបំផុតជាលីនិងក្រស្នាបែកគ្នាវិញដោយសារអីដោយសារការប្រព្រឹត្តមិនអនុវត្តទៅតាមទូនីតិប្តីប្រពន្ធឲ្យពរអាម៉េចក៏ទៅមិនឈ្នះដែរអញ្ចឹងប្តីប្រពន្ធនៅជាមួយគ្នាដូចគេដឹកកែវដាក់ល្អីទៅបើមិនមានតំណប់ទេកែវនឹងទៅកិច្ចគ្នាប្រើបែកអស់បើអញ្ចឹងតើគេដាក់តំណប់ហើយតំណប់វានឹងគឺស្អីគឺធរតើខាងប្រពន្ធមានធរតំណប់ប្តីខាងប្តីមានធរតំណប់ប្រពន្ធបើមិនមានធរតំណប់ពេលនៅជាមួយគ្នាទៅកិច្ចគ្នាប្រើឬយ៉ាអញ្ចឹងបានប្តីប្រពន្ធ2នាក់ស្រឡាញ់គ្នាណាស់ចូលមកថ្វាយអង្គមប្រពុតថាបបពិតព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គស្រឡាញ់គ្នាមិនចង់ឲ្យបែកគ្នាទេព្រះអង្គតើធ្វើម៉េចទៅឲ្យបានជាប្តីប្រពន្ធរាល់ជាតិបានប្រពុតប្រាប់ថាសមៈសទ្ធាសមៈសីលាសមៈចាគាសមៈបញ្ញាធ្វើអ្វីឲ្យព្រមគ្នាបើប្តីមានសទ្ធាជួយដឹកនាំប្រពន្ធឲ្យមានសទ្ធាបើប្តីធ្វើសិលដឹកនាំប្រពន្ធឲ្យមានសិលបើប្តីធ្វើចាកៈដឹកនាំប្រពន្ធឲ្យមានចាកៈបើប្តីមានបញ្ញាដឹកនាំប្រពន្ធឲ្យមានបញ្ញាឬក៏បើប្រពន្ធអ្នកមានសទ្ធាសីលៈចាកៈបញ្ញាដឹកនាំប្តីវិញបើធ្វើអ្វីឯកភាពព្រមគ្នាមិនចេះបែកគ្នាទេមនុស្សយើងដែលជួបគ្នាមកពីអតីតជាតិពីជាតិមុនមកយើងធ្លាប់ជួយគ្នាធ្វើល្អជាមួយគ្នាបានជាតិនឹងនាំឲ្យមកជួបគ្នានឹងនោះមនុស្សមិន
นគររាប់លានអ្នកគេមិនព្រមយកមកយកយើងមកពីគូរបស់យើង